ជាដំបូងសូមគោរពទៅដល់លោកគ្រូនិងសួស្តីទៅដល់មិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះឆាំកណ្ឌិកាមកពីក្រុម AW20 ថ្ងៃនេះខ្ញុំមកបង្ហាញកូដទាក់ទងជាមួយនឹង class ថ្មីដែលយើងបានបង្កើតគឺ class person ហើយនេះគឺជាកូដរបស់ class person បន្ទាប់ពីយើងបង្កើត class person នឹងហើយគឺយើងត្រូវទៅ inherit មួយទៀតគឺយើង inherit class student ហ្នឹងយើង inherit ជាមួយនឹង class person ដើម្បីឲ្យ student ហ្នឹងអាចប្រើប្រាស់របស់ member របស់ person បានហើយយើងក៏ទៅ inherit ជាមួយនឹង class teacher inherit ជាមួយនឹង person ដែរដើម្បីឲ្យ class teacher ហ្នឹងអាចប្រើប្រាស់ member របស់ person បានអញ្ចឹងខ្ញុំនឹង run ទីសារឲ្យមើលថាវា error ឬអត់សូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះជម្រាបលា